បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើត account Alibaba ទិញទំនិញបោះដុំពីប្រទេសចិនជាដំបូងបងប្អូន download app Alibaba មកហើយដើម្បី download បងប្អូនដែលប្រើ Android បងប្អូនចូលទៅក្នុង Play Store ហើយបងប្អូនដែលប្រើ iOS ឬ iPhone iPad បងប្អូនចូលក្នុង App Store នៅទីនេះខ្ញុំប្រើ Android ខ្ញុំចូលក្នុង Play Store រួចហើយបងប្អូននៅត្រង់ប្រអប់ search បងប្អូនវាយពាក្យ Alibaba នេះបន្ទាប់មកបងប្អូនคลิกលើ app របស់វាមកសម្រាប់បងប្អូនដែលមិនដែល download សោះនៅកន្លែងនេះគឺវានឹងចេញពាក្យ install រួចហើយបងប្អូនចុច install មកប៉ុន្តែអ្នកដែលធ្លាប់ download ហើយដូចខ្ញុំអញ្ចឹងខ្ញុំ download ហើយវាចេញពាក្យ open អញ្ចឹងខ្ញុំអត់ត្រូវការ install ទៀតទេខ្ញុំចុចបិទវាបន្ទាប់មកខ្ញុំចូលទៅកាន់ app តែម្ដងនេះគឺជា app Alibaba ដែលខ្ញុំបាន download រួចคลิกលើវាមកដល់ក្នុង app ភ្លាមបងប្អូនមើលខាងក្រោមផ្នែកខាងស្ដាំត្រង់កន្លែងពាក្យ My Alibaba បងប្អូនคลิกលើវាមកបងប្អូននឹងឃើញពាក្យ sign in និង sign up បងប្អូនចុចកន្លែងហ្នឹងមកកន្លែងនេះគឺវាចេញជម្រើសឲ្យបងប្អូនជ្រើសរើសក្នុងការបង្កើត account Alibaba បងប្អូនអាច connect ជាមួយ Facebook អាច connect លើ email ណាមួយ email ហ្នឹងគឺក្តោបទាំង Gmail និង Yahoo អីជាដើមតែខ្ញុំអត់ recommend ទេខ្ញុំ recommend តែមួយទេគឺ Google នេះកន្លែងនេះគឺសំដៅលើ Google account ណាបងប្អូនហើយ Google account គឺ Gmail ហ្នឹងហើយបងប្អូន click select លើ Google account ហ្នឹងមកបន្តមកទៀតវានឹងចេញជម្រើស Gmail ដើម្បីឲ្យបងប្អូនភ្ជាប់ខ្ញុំសូមបញ្ជាក់សម្រាប់បងប្អូនដែលមិនដែលបង្កើត Gmail តទៅសោះកន្លែងនេះអត់មានជម្រើស Gmail ឲ្យបងប្អូនទេខ្ញុំដោយសារខ្ញុំធ្លាប់មាន Gmail ខ្ញុំបង្កើតរួចអញ្ចឹងវាឲ្យជម្រើសហ្នឹងមកអញ្ចឹងបងប្អូនបើមិនដែលមាន Gmail ទេបងប្អូនអាចទៅបង្កើត Gmail ថ្មីមួយសិនមុននឹងមកបង្កើត account Alibaba ហើយរបៀបក្នុងការបង្កើត Gmail ខ្ញុំក៏មានវីដេអូផងដែរខ្ញុំផុសរួចហើយបងប្អូនអាចចូលទៅក្នុង Channel YouTube របស់ខ្ញុំ scroll ទៅក្រោមរកមើលវីដេអូនិយាយអំពីការបង្កើត Gmail ហើយខ្ញុំចង់បញ្ជាក់មួយទៀតចំពោះបងប្អូនដែលធ្លាប់បង្កើត Gmail រួចហើយយក Gmail ទៅបង្កើត account AliExpress ទិញទំនិញលក់រាយពីចិនណាពេលដែលបងប្អូនប្រើប្រាស់ Gmail លើអាហ្នឹងរួចហើយបងប្អូនក៏អាចយក Gmail ដដែលហ្នឹងមកបង្កើត Alibaba បានដូចគ្នាអញ្ចឹងមានន័យថា Gmail តែមួយដែលបងប្អូនបង្កើតរួចបងប្អូនអាចយកទៅភ្ជាប់ក្នុងការបង្កើត AliExpress ផងបង្កើត account Alibaba ផងយកទៅបង្កើត channel YouTube ក៏បានយកអា Gmail ដដែលហ្នឹងទៅបង្កើត account Facebook ក៏បានដែរអញ្ចឹងយើងប្រើប្រាស់ Gmail តែមួយទៅលើគ្រប់គោលបំណងផ្សេងៗដែលបងប្អូនត្រូវការប្រើបងប្អូនកុំបង្កើត Gmail ច្រើនពេលដែលចង់បង្កើត AliExpress ទៅបង្កើត Gmail មួយ Alibaba Gmail មួយទៀត Facebook Gmail មួយទៀតអាហ្នឹងវិញអញ្ញាញ៉ៃវិញទេ Gmail មួយគឺអាចប្រើប្រាស់បានច្រើនគោលបំណងអញ្ចឹងបងប្អូនប្រើ Gmail តែមួយហ្នឹងបានហើយអញ្ចឹងងាកមកការបង្កើត account Alibaba របស់យើងវិញមកដល់កន្លែងនេះបងប្អូន select លើ Gmail មកឧទាហរណ៍ថាខ្ញុំជ្រើសរើសយក Gmail បងស្រីខ្ញុំនេះបន្ទាប់មកទៀតយើងចុច continue ពេលនេះគឺ account Alibaba ត្រូវបានបង្កើតរួចហើយបងប្អូនអាច upload ដាក់ profile នៅទីនេះធម្មតាប៉ុន្តែខ្ញុំអត់បង្ហាញទេដោយសារខ្ញុំចង់ពង្រួយពេលវេលានៅលើវីដេអូនេះរឿងបន្ទាប់ក្រោយពីបងប្អូនបង្កើត account រួចហើយគឺបងប្អូនត្រូវបំពេញទីតាំងដើម្បីបំពេញទីតាំងបងប្អូនត្រូវរកមើលពាក្យថា shipping address នេះខ្ញុំសូមបញ្ជាក់បងប្អូនមើលរបៀបចុចរកណាគឺវានៅកន្លែង My Alibaba នេះចុចលើវាមកបន្ទាប់មកទៀតបងប្អូន scroll មកក្រោមរកមើលពាក្យ shipping address បងប្អូន click លើវាមករួចហើយចុចលើពាក្យ add address ដល់កន្លែងនេះវាជាប់ប្រទេសកម្ពុជានៅលើនេះបើក្នុងករណីវាអត់ជាប់ប្រទេសកម្ពុជាទេបងប្អូនត្រូវ select កន្លែងហ្នឹងរួចហើយ scroll រកមើលប្រទេសកម្ពុជាហើយ select មកដើម្បីឲ្យចេញប្រទេសកម្ពុជានៅទីនេះសម្រាប់បងប្អូនដែលនៅក្រៅប្រទេសបងប្អូនប្រើក្នុងគោលបំណងនាំចូលទំនិញទៅប្រទេសដែលបងប្អូនរស់នៅកន្លែងនេះមិនមែនកម្ពុជាទេណាបងប្អូនគឺដាក់ប្រទេសដែលបងប្អូនកំពុងរស់នៅហើយបងប្អូនបំពេញលក្ខខណ្ឌខាងក្រោមដូចវីដេអូដែលខ្ញុំបង្ហាញនេះនៅទីតាំងរបស់បងប្អូនរៀងៗខ្លួនបន្ទាប់មកយើងបំពេញ full name គឺយើងបំពេញឈ្មោះរបស់យើងនឹងឯងបងប្អូនអាចដាក់ឈ្មោះអ្នកទទួលទំនិញឧទាហរណ៍ឈ្មោះខ្ញុំចុះអានេះឈ្មោះខ្ញុំអ្នកទទួលទំនិញណាបន្ទាប់មកលេខទូរស័ព្ទរបស់ខ្ញុំបូក855នេះគឺស្មើនឹងលេខ0ណាបងប្អូនអញ្ចឹងបើលេខទូរស័ព្ទរបស់យើង093អញ្ចឹងយើងទៅសេតែ93មក093 66 77 21អូខេកន្លែងនេះគឺយើងបំពេញលេខផ្លូវ
បងប្អូនឃើញសញ្ញាក្រហមនេះមានន័យថាចាំបាច់ខ្លាំងត្រូវតែបំពេញអត់អាចអត់បានទេហើយលេខផ្លូវបងប្អូនមិនបាច់បំពេញលម្អិតក៏បានដែរបងប្អូនបំពេញតែផ្លូវសំខាន់ណាមួយនៅតំបន់បងប្អូនឥឡូវឧទាហរណ៍តែខ្ញុំនៅក្រុងបាត់ដំបងអញ្ចឹងលេខផ្លូវសំខាន់នៅក្នុងក្រុងបាត់ដំបងដែលក្រុមហ៊ុនដឹកជញ្ជូនគាត់ងាយសម្គាល់ជាងគេគឺផ្លូវជាតិលេខ5ក្បែរតាដបងកញូងណាអញ្ចឹងខ្ញុំវាយ street file ហ្នឹងតាអញ្ចឹងផ្លូវតំបន់បងប្អូនសិតតែមានលេខទេបងប្អូនត្រូវវាយអាលេខផ្លូវឬក៏ផ្លូវខ្លះវាមិនមែនជាលេខទេវាជាផ្លូវជាសំណេរឧទាហរណ៍ថាផ្លូវកម្ពុជាក្រោមចុះខ្ញុំនៅសធមុខក្បែរផ្លូវកម្ពុជាក្រោមអញ្ចឹងកន្លែងហ្នឹងបងប្អូនវាយទៅសេផ្លូវកម្ពុជាក្រោមមកដាក់ street កម្ពុជាក្រោមឬក៏កម្ពុជាក្រោមទៅទេអញ្ចឹងទៅកន្លែងនេះ apartment អាគារ unit ដែលយើងនៅគឺ building ដែលយើងនៅណានៅ block ទីប្រហែលអីប្រហែលកន្លែងនេះគឺ optional បងប្អូនអាចមិនបាច់បំពេញក៏បានដែរបំពេញតែចំណុចដែលគេដាក់ផ្កាយក្រហមអាហ្នឹងគឺចាំបាច់ខ្លាំងអានេះ state and province សំដៅដល់ខេត្តឬក៏ក្រុងដែលបងប្អូនរស់នៅអញ្ចឹងខ្ញុំជ្រើសរកខេត្តបាត់ដំបងវាឲ្យយើងជ្រើសទៀតតើនៅតំបន់ណានៅស្រុកណាមានបាណន់មានបាត់ដំបងខ្ញុំនៅស្រុកបាត់ដំបងខ្ញុំសេលេចបាត់ដំបងអញ្ចឹងខេត្តបាត់ដំបងស្រុកបាត់ដំបងហើយតែស្រុកបាត់ដំបង city គឺបាត់ដំបងហ្នឹងហើយបងប្អូនបន្ទាប់មកទៀត postal code ត្រង់កន្លែង postal code នេះចេញផ្កាយក្រហមដូចគ្នាអញ្ចឹងចាំបាច់ត្រូវតែបំពេញហើយដើម្បីបំពេញ postal code បងប្អូនត្រូវចុចបិទវាឲ្យចូលទៅក្នុង Google បងប្អូន search postal code បាត់ដំបងមកបងប្អូនវាយពាក្យបាត់ដំបង postal code មកបាត់ដំបង postal code វានឹង recommend website មកបងប្អូនចុចលើ link ខាងលើនឹងមក website នេះមានពាណិជ្ជកម្មទៀត website នេះអត់ចេញឲ្យស្រួលមើលទេខ្ញុំអត់ប្រើវាទេខ្ញុំចេញវិញខ្ញុំយកអានេះវិញបងប្អូន scroll រកមើលព័ត៌មានបន្ថែមមកនេះជាក់ស្ដែងខ្ញុំនៅក្រុងបាត់ដំបងអញ្ចឹងឥឡូវនេះបាណន់អត់យកទេថ្មគោលក៏អត់យកដែរបវលក៏អត់យកដែរឯកភ្នំក៏អត់យកដែរមោងរស័យក៏អត់ដែររតនមណ្ឌលក៏អត់សង្កែក៏អត់ខ្ញុំ scroll ទៅរកបាត់ដំបងនេះបងប្អូននេះក្រុងបាត់ដំបងអញ្ចឹងក្នុងបាត់ដំបងវាមានច្រើនសង្កាត់ទៅទៀតបងប្អូនយកលេខកូដចេញពីសង្កាត់មួយណាក៏បានដែរឲ្យតែចំបាត់ដំបងណាអញ្ចឹងកន្លែងនេះឧទាហរណ៍ថាខ្ញុំយកសម្បត្តិសង្កាត់ព្រៃព្រះស្ដេចចុះបាត់ដំបងសង្កាត់ព្រៃព្រះស្ដេចនេះគឺ021 402អញ្ចឹងយើងយកអាលេខហ្នឹងមកវាយចូលអាកន្លែង postal code របស់យើងមក021 402បន្ទាប់មកទៀតយើងចុច save ពេលនេះ address ឬក៏អាសយដ្ឋានទទួលទំនិញរបស់យើងនៅក្រុងបាត់ដំបងលេខទូរស័ព្ទអ្នកទទួលបែបនេះឈ្មោះអ្នកទទួលបែបនេះគឺយើងបានកំណត់រួចហើយបងប្អូនចង់បង្កើតទីតាំងផ្សេងមួយទៀតបងប្អូន add address មួយទៀតមកក៏បានដែរប៉ុន្តែជាក់ស្ដែងខ្ញុំបង្កើតតែមួយឲ្យបងប្អូនមើលទេបន្ទាប់មកទៀតយើងបែកទៅក្រោយវិញ address គឺយើងបំពេញរួចហើយចង់ដឹងថាវាជាប់ឬអត់យើងឈូសចោលហើយចូលទៅ Alibaba សាថ្មីចុចលើ My account រួចហើយយើងចុចលើ shipping address អូខេគឺជាប់ហើយអាហ្នឹងគឺរឿងទី1ក្រោយពីយើងបង្កើត account រួចរឿងទី2គឺការកំណត់រូបិយប័ណ្ណក្រោមទំនិញនីមួយៗករណីខ្ញុំថតវីដេអូបង្ហាញបងប្អូននេះណាទំនិញនីមួយៗចេញលុយមកជាលុយដុល្លារអាហ្នឹងគឺខ្ញុំ recommend ឲ្យបងប្អូនប្រើប្រាស់ជាលុយដុល្លារបែបហ្នឹងណាប៉ុន្តែករណីខ្លះនៅលើទូរស័ព្ទបងប្អូនខ្លះពេលដែលបងប្អូនបង្កើត account មកគឺវាចេញលុយរៀលជួនកាលជាលុយអូស្ត្រាលីជួនកាលជាលុយអឺរ៉ុបដល់ពេលអញ្ចឹងបងប្អូនមានការពិបាកផ្ទៀងផ្ទាត់តម្លៃជាក់ស្ដែងណាអញ្ចឹងបើចេញលុយរៀលឬលុយអូស្ត្រាលីឬលុយអឺរ៉ុបបងប្អូនអាចធ្វើតាមខ្ញុំបងប្អូនចូលមកក្នុង app បែបហ្នឹងហើយបងប្អូន select នៅលើពាក្យ My Alibaba ហ្នឹងមកបន្ទាប់មកទៀតបងប្អូនមើលលើទង់ជាតិផ្នែកខាងលើនេះហើយខាងស្ដាំវាមានសញ្ញាស្ពឺមួយបងប្អូន select លើសញ្ញាស្ពឺហ្នឹងមកបន្ទាប់មកបងប្អូនចុចលើពាក្យ currency នេះបងប្អូន select លើវាហើយបងប្អូននឹងឃើញលក្ខខណ្ឌជ្រើសរើសយកលុយដុល្លារ select លើដុល្លារមកអាហ្នឹងគឺការមើលទំនិញគឺចេញជាលុយដុល្លារអានេះជារបៀបបំពេញលុយដុល្លារបន្ទាប់មកទៀតគឺការបំពេញកាតដើម្បីវេលុយឆ្លងប្រទេសពីមុន system របស់ Alibaba គឺវាមានកន្លែងឲ្យយើងបំពេញកាត Visa ឬក៏ Master Card របស់យើងសម្រាប់វេលុយទូទាត់ថ្លៃទំនិញបានណាប៉ុន្តែឥឡូវខ្ញុំឃើញថាមានការអាប់ដេតថ្មី
ក្រោយពីយើងបង្កើត account ហើយគឺអត់មានកន្លែងសម្រាប់ឲ្យយើងបំពេញកាតទេបងប្អូនអាចសាកល្បងអនុវត្តនៅលើកុំព្យូទ័រក្រៃលំមានប៉ុន្តែទីនេះនៅលើទូរស័ព្ទគឺអត់មានទេអញ្ចឹងបងប្អូនអាចមិនបំពេញនៅទីនេះក៏បានដែរបងប្អូនអាចបំពេញពេលដែលបងប្អូននាំចូលហើយការនាំចូលវាមានពីរបែបបងប្អូនបែបទី1គឺនាំចូលដោយប្រើប្រព័ន្ធរបស់ Alibaba ទាំងស្រុងឧទាហរណ៍ថាបងប្អូនពេញចិត្តកាបូបមួយនេះចុះពេញចិត្តកាបូបនេះបងប្អូនមើលលក្ខខណ្ឌបើយើងយកលើស20តម្លៃវា7រៀលអីចឹងទៅហើយថ្លៃដឹក20ឯកតាហ្នឹងមកដល់ខ្មែរអស់$51ជាក់ស្ដែងវាថ្លៃប៉ុន្តែឧទាហរណ៍ថាវាថោកឧទាហរណ៍ថាអានេះតែ$10ចុះឧទាហរណ៍ណាព្រោះបងប្អូនអាចនឹងមើលតំណែងផ្សេងឯងអញ្ចឹងតម្លៃ7រៀលក្នុងមួយឯកតារួចហើយ20ហ្នឹងអស់តែ10រៀលឧទាហរណ៍បងប្អូនអាចជ្រើសរើសយកការកំងតាមរយៈការប្រើ system Alibaba ទាំងស្រុងគឺคลิกនៅទីនេះរួចហើយបងប្អូន select ពណ៌អីវ៉ាន់ដែលបងប្អូនចង់បានណាពណ៌ណាយកចំនួនប្រមាណបងប្អូន select លើនឹងមកឧទាហរណ៍អញ្ចឹងទៅយើង select អីអញ្ចឹងមកអានេះគឺជាថ្លៃដឹកអស់$18ឧទាហរណ៍យើងយកដល់ប្រមាណ20អីចឹងទៅឥឡូវខ្ញុំយកដល់20ចុះអស់$54ថ្លៃដឹកទាំងអស់វាជាង200ជាក់ស្ដែងទំនិញដែលថ្លៃដឹកដល់ទៅ$50តែជាង20កាបូបនេះគឺថ្លៃដឹកនឹងថ្លៃខ្លាំងណាស់អញ្ចឹងបងប្អូនមិនអាចនាំចូលនៅក្នុងទម្រង់ហ្នឹងបានទេប៉ុន្តែអានេះខ្ញុំឧទាហរណ៍ណាឧទាហរណ៍ថាតម្លៃនេះវាទាបបងប្អូនចុច start order ផោងចុចឲ្យនេះចុចផោងពេលហ្នឹងគឺវាមានកន្លែងឲ្យយើងបំពេញកាតហើយអញ្ចឹងបងប្អូនដើម្បីទូទាត់តាម system Alibaba ហ្មងពេលហ្នឹងយើងបំពេញបានអាហ្នឹងនាំចូលបែបទី1នាំចូលបែបទី2គឺយើងអត់ចុច order កន្លែងនេះទេគឺយើងចុចឆាតជាមួយនឹង store របស់គេគឺយើងចុចឲ្យនេះបន្ទាប់មកយើងសិនអា product ហ្នឹងទៅគេរួចហើយយើងចរចាថ្លៃដឹកគឺយើងបានដាក់ទីតាំងទទួលតំណែងរបស់យើងនៅខ្មែរអីរួចហើយហើយនេះគឺជា profile គេសហការីគេដែលចាំឆាតមួយយើងណាពេលដែលយើងចាប់ដើមសរសេរឆាតទៅគេអញ្ចឹងទៅពេលហ្នឹងគឺយើងចរចាថ្លៃដឹកតាមបែបយើងគឺអត់ប្រើថ្លៃដឹកតាម system របស់ AliExpress ទេសំទោស Alibaba ទេឧទាហរណ៍ថាយើងចរចាថ្លៃដឹកអស់តែ$5-10រៀលទេកាបូប20ហ្នឹងឬក៏អស់20រៀលទេអញ្ចឹងយើងជ្រើសរើសយកជំរើសនាំចូលបែបទី2នេះគឺយើងប្រាប់ពណ៌ទៅគេប្រាប់ mode ទៅគេអាណាយកចំនួនប្រមាណគឺយើងបញ្យល់គេក្នុងឆាតចុងក្រោយគឺគេនឹងទម្លាក់ link មួយឲ្យយើងគឺគេទម្លាក់ link តំណែងដែលយើងពេញចិត្តដែលយើងចង់បាននៅក្នុងឆាតរបស់យើងคลิกលើឆាតរបស់គេហ្នឹងបន្ទាប់មកវានឹងឆ្លងទៅកន្លែងមួយដែលមានការបូកតម្លៃនៅលើនឹងរួចជាស្រេចដោយសហការីរបស់គេជាអ្នកកំណត់ពេលហ្នឹងគឺបងប្អូនចុចកំងឬក៏ចុច proceed ទៅមុខទៅវានឹងមានកន្លែងឲ្យបងប្អូនបំពេញកាតដូចគ្នាអញ្ចឹងពី recommend របស់ខ្ញុំ recommend ឲ្យបងប្អូនព្យាយាមសន្ទនាជាមួយនឹងសហការីរបស់គេក្នុង store នីមួយៗដើម្បីចរចាតម្លៃដឹកពេលដែលបងប្អូនដាក់កំងទៅបុគ្គលិករបស់គេនឹងរៀបចំឲ្យយើងហើយថាតើចុច link អីខ្លះរួចហើយបំពេញស្អីខ្លះគេនឹងណែនាំយើងពេលហ្នឹងដល់កន្លែងបំពេញកាតហើយនេះគឺជារបៀបបំពេញកាតហើយខ្ញុំអត់បានបង្ហាញជាក់ស្ដែងទៅកាន់បងប្អូនទេដោយសារខ្ញុំអត់មានតម្រូវការកំងអីវ៉ាន់ពីចិនទេដល់ពេលខ្ញុំអត់បានកំងអញ្ចឹងខ្ញុំអត់មានការបង្ហាញពីរបៀបបំពេញជាក់ស្ដែងទេប៉ុន្តែខ្ញុំយល់ថាសម្រាប់អ្នកដែលចង់រកស៊ីបងប្អូនព្យាយាមចុចទៅហើយទាមទារការចេះអង់គ្លេសតិចតួចសម្រាប់សន្ទនាជាមួយគេអញ្ចឹងបងប្អូនមើលភាសាអង់គ្លេសតាមនឹងតិចទៅហើយបើបងប្អូនអត់ចេះបងប្អូនអាចរកអ្នកណាដែលបងប្អូនគិតថាគាត់អាចបញ្យល់បងប្អូនប្រាប់បងប្អូនបានអំពីអត្ថន័យដែលគេបោះ link មកហ្នឹងអាហ្នឹងគេត្រូវធ្វើមិនខ្លះណាខ្ញុំគិតថាបងប្អូនពឹងអ្នកណាក្បែរខ្លួនដែលអាចជួយចុចកំងបងប្អូនក៏បានដែរខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនរបៀបនៃការបំពេញកាតគឺបំពេញនៅពេលដែលយើងចាប់ផ្ដើមដាក់កំងហើយបំពេញមុនអត់មានទេប៉ុន្តែបើ AliExpress យើងទិញអីវ៉ាន់លក់រាយតាម AliExpress អាហ្នឹងមានកន្លែងបំពេញមុនហើយបងប្អូនចង់ទិញទំនិញលក់រាយតាមរយៈ AliExpress បងប្អូនអាចចូលទៅក្នុងchannel របស់ខ្ញុំដដែលរួចហើយរកមើលរបៀបបង្កើត account AliExpress ទៅអាហ្នឹងគឺបងប្អូនអាចទិញទំនិញលក់រាយពី AliExpress បានណា Alibaba និង AliExpress គឺតែមួយទេបងប្អូនគឺជាឧបសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba តែមួយទេគ្រាន់តែថា Alibaba នេះគឺជា app ជាកន្លែងលក់ដុំយើងទិញយកមកលក់រាយដល់ពេលអានេះវិញគឺយើងទិញយកមកប្រើប្រាស់កន្លែងលក់រាយពីរហ្នឹងគឺតែមួយទេណាបងប្អូន